ដោយថ្ងៃនេះផងដែរបាទគឺ Naga World ប្រើប្រាស់ឯកសណ្ឋានអាវពណ៌ស្វាយខោពណ៌ស្វាយស្រោមជើងពណ៌សស្របពេលដែលអង្គរ Tiger ប្រើប្រាស់ឯកសណ្ឋានអាវពណ៌ទឹកក្រូចខោទឹកក្រូចស្រោមជើងពណ៌ទឹកក្រូចជំនួបចាប់ផ្ដើមនៅក្នុងវេលាម៉ោង 6 នាកីឡដ្ឋានកំពង់ស្ពឺឱកាសនៃការរកគ្រាប់បាល់បានបើកឆាកគឺជាការទាត់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធក្រុមភ្ញៀវ Gaito Marcos Renovic Michelin នៅនាទីទី10តាមរយៈការប្រើប្រាស់បច្ចេកទេសបាននៅក្នុងការទាត់បញ្ចូលទីបានយ៉ាងល្អបាទគឺគប់ស្ដាំទាត់ឆ្វេងបាទมันអាចឲ្យអ្នកចាំទី Redley Heng មានឱកាសនៅក្នុងការសង្គ្រោះបាល់បានទេខណៈដែល Zobe Verea ក៏ព្យាយាមទៅបាទការពារដែរប៉ុន្តែការការពាររបស់ Zobe Verea มันអាចជួយសង្គ្រោះបាល់ពីការសុទ្ធរបស់ Michelin បានឡើយយ៉ាងណាក៏ដោយ Naga World ក៏មានឱកាសនៅក្នុងការវាយបកមកវិញផងដែរនៅក្នុងវគ្គទី1ប៉ុន្តែឱកាសនៃការវាយបករបស់ Naga World គឺมันអាចជួយឲ្យពួកគេរកគ្រាប់បាល់តាមស្មើបានឡើយបាទបានត្រឹមតែមានឱកាសនៅក្នុងការសម្រុកការទាត់មិនចំគោលដៅក្រៅដែរអង្គរ Tiger ក៏មានឱកាសបានមកម្សាដែរនៅក្នុងការបន្ថែមគ្រាប់បាល់ទី2របស់ខ្លួនកន្លែងនេះស្ទើរតែជាការរកគ្រាប់បាល់ទី2បានទៅហើយប៉ុន្តែបាល់ក៏ឡងជាមួយនឹងបង្គោលទីចេញមកខាងក្រៅវិញបាទដែលជាហេតុធ្វើឲ្យគ្រាប់បាល់របស់អង្គរ Tiger មិនអាចសម្រេចចុងមកមុននឹងបញ្ចប់វគ្គទី1មានការសុទ្ធមួយជើងដែរប៉ុន្តែបាល់នេះមិនចំគោលដៅពី Naga World ចាប់ការប្រកួតវគ្គទី1ជាផ្លូវការគឺ Naga World Zone អង្គរ Tiger 1លុះឈានចូលមកដល់ការប្រកួតវគ្គទី2ក៏មាន2គ្រាប់ទៀតកើតឡើងបាទហើយ2គ្រាប់នេះគឺជាការសុទ្ធបញ្ចូលទីបាទទាំង2គ្រាប់របស់ក្រុមម្ចាស់ផ្ទះតែម្ដងដោយធ្វើឲ្យការប្រកួតនេះមានការប្រែប្រួលលទ្ធផលបាទដោយអ្នកចាំទី G ប៊ុនហេថ្ងៃនេះបង្កកំហុសបាទនៅក្នុងការធ្វើឲ្យពីការតែតក៏ដូចជាការផ្ដាច់បាល់មិនបានសម្រេចស្របពេលដែល Wederson បាទក៏ប្រើប្រាស់បច្ចេកទេសបាទលោតកាប់ចាន bicycle kick ចំជាមួយនឹងបង្គោលទីកន្លែងដែលអង្គរ Tiger បាទគឺគេថាទាត់ប៉ះការពីវគ្គទី1បាទថ្ងៃនេះប៊ុនហេងផ្លាត់បាល់ច្រើនបាទប៉ុន្តែយ៉ាងណាក៏ដោយ Naga World គឺនៅតែមានឱកាសនៅក្នុងការរកគ្រាប់បាល់តាមស្មើដដែលនៅនាទីទី63លុះចូលឈានដល់នាទីទី80ឱកាសរបស់ Naga World ក៏មានម្សាទៀតបាទក៏ប៉ុន្តែបាទឱកាសនេះបាទរៀងលំបាកបន្តិចបាទក៏មិនអាចបាននៅក្នុងការបាទរកគ្រាប់បាល់បានបាទខណៈដែលប៊ុនហេងមកព្យាយាមចេញមកសំកាំងខ្លួនបាទមីណាកវៈក៏បាត់ទាត់បាល់នេះមួយជើងហើរឡើងទៅខាងលើបាទប៉ុន្តែយ៉ាងណាក៏ដោយមីណាកវៈក៏មានឱកាសនៅក្នុងការបាទសុទ្ធបញ្ចូលទីបានសម្រេចបាទមកវិញតាមរយៈការបាទលើកបាល់មកបាទនេះដូច្នេះលទ្ធផលបញ្ចប់ការប្រកួតជាផ្លូវការនៅឯកីឡដ្ឋានខេត្តកំពង់ស្ពឺគឺម្ចាស់ផ្ទះ Naga World នាំមុខបាទយកឈ្នះទៅលើក្រុមភ្ញៀវអង្គរ Tiger ដោយលទ្ធផល2-1